ស្ត្រីម្នាក់ត្រូវបានមហាសេដ្ឋីម្នាក់ចាប់ដាក់គុកដោយបង្ខំយកទៅផ្ទះវិធីដោះស្រាយការគំរាមកំហែងដោយហិង្សារបស់បុរសគាត់មិនត្រឹមតែមិនខ្លាចទេគាត់ថែមទាំងបានចាប់ផ្ដើមថើបនាងទៀតផងព្រោះគាត់ដឹងច្បាស់ណាស់បុរសម្នាក់នេះដែលបានជាប់គុកពាក់កណ្ដាលជីវិតរបស់គាត់72នឹងតាមសងសឹកនាងវាបង្ហាញថានៅក្នុងជាតិមុនស្ត្រីនោះខ្វាក់ភ្នែកហើយល្ងងខ្លៅបានលងស្នេហ៍នឹងមនុស្សអាក្រក់ម្នាក់នៅទីបំផុតជនខិលខូចនោះចង់គ្រប់គ្រងទ្រព្យសម្បត្តិនោះទាំងស្រុងពួកគេថែមទាំងបានខុបខិតជាមួយឪពុករបស់គាត់ដើម្បីសម្លាប់គាត់ដោយឃើញចរិតឆេវឆាវនិងក្រអឺតក្រទុំរបស់ពួកគេស្ត្រីនោះគ្មានអំណាចធ្វើអ្វីទាំងអស់ដោយមិននឹកស្មានដល់នៅពេលនេះបុរសដែលបានចាប់នាងដាក់គុកតាំងពីយូរមកហើយបានលេចមុខមកគាត់មិនត្រឹមតែកប់មនុស្សអាក្រក់ទាំងរស់ដើម្បីជួយគាត់សងសឹកនោះទេទីបំផុតគាត់ថែមទាំងបានរើសកាំភ្លើងខ្លីមួយដើមត្រៀមធ្វើអត្តឃាតដើម្បីស្នេហាទៀតផងប៉ុន្តែខ្ញុំបានមករកអ្នកគម្រោងចាំរហូតដល់ពេលនេះមានតែស្ត្រីទេដែលយល់តើអ្នកណាពិតជាស្រឡាញ់ខ្លួនឯងជាងគេស្ត្រីនោះពោពេញដោយការសោកស្ដាយដោយជឿថាអ្វីបានចប់ហើយប៉ុន្តែអ្វីដែលបានកើតឡើងនៅវិនាទីបន្ទាប់គាត់បានកើតជាថ្មីនៅក្នុងរូបកាយរបស់គាត់ពេលរៀបចំខ្លួនសុំរៀបការជាមួយមនុស្សល្ងងឃើញមុខអាក្រក់នោះម្ដងទៀតស្ត្រីនោះបានទះកំភ្លៀងគាត់ពេញមុខដោយមិនស្ទាក់ស្ទើរពេលខ្ញុំហ៊ាននឹងចាក់ចេញលោកប្រធានាធិបតីក៏បានដេញតាមខ្ញុំមានអ្នកក្លាហានឥឡូវនេះពួកគេថែមទាំងហ៊ានចេញទៅស្វែងរកបុរសចៃដន្យទៀតផងស្ត្រីនោះពោពេញដោយអារម្មណ៍មានទោសនិងសេចក្តីស្រឡាញ់មិនអាចរងចាំដើម្បីរត់បានទេតើបុរសដែលស្រឡាញ់នាងរហូតដល់ស្លាប់ខ្ញុំកំពុងលេចខ្ញុំនឹកអ្នកខ្លាំងណាស់ខ្ញុំដឹងថាអ្នកនឹងមករកខ្ញុំដំបូងឮសំឡេងក្មេងស្រីនោះបដូរឈ្មោះយ៉ាងស្រទន់លោកប្រធានាធិបតីមានទាំងការភ្ញាក់ផ្អើលនិងរីករាយជាខ្លាំងបន្ទាប់ពីទាត់មនុស្សល្ងងចេញហើយបន្ទាប់មកគាត់បានដឹកក្មេងស្រីនោះទៅផ្ទះដោយថ្នមគាត់ខឹងដែលក្មេងស្រីនោះតែងតែចង់រត់គេចពីគាត់ដូច្នេះគាត់ធ្វើពុតជាសាហាវឃោឃៅហើយគំរាមកំហែងប្រសិនបើខ្ញុំបាក់ជើងរបស់គាត់តើអ្នកនឹងមិនអាចរត់បានទេដោយមិននឹកស្មានដល់ក្មេងស្រីនោះបានផ្ដួចផ្ដើមថាប់គាត់អាកប្បកិរិយាមិនធម្មតានេះបានធ្វើឲ្យប្រធានាធិបតីភ្ញាក់ផ្អើលនាងមិនដឹងតតែសោះថាក្នុងជីវិតនេះក្មេងស្រីនោះគ្រាន់តែចង់ស្រឡាញ់គាត់ឲ្យបានល្អបន្ទាប់ពីបានសងសឹកនាងមួយយប់លោកប្រធានាធិបតីគិតថាភាពទន់ភ្លន់របស់ក្មេងស្រីគ្រាន់តែចង់រត់គេចខ្លួនខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកទៅណាទេមិនថាមានរឿងអ្វីក៏ដោយហើយនាងបានគំរាមអ្នកយ៉ាងធ្ងន់ធ្ងរប្រសិនបើអ្នកហ៊ានចូលទៅជិតមនុស្សថប់ទាបនោះម្ដងទៀតខ្ញុំបានសម្លាប់គាត់ហើយប្រែក្លាយគាត់ទៅជារូបចម្លាក់ទុចណាស់ហើយគួរឲ្យអាណិតណាស់ជនកំណាចនោះទើបតែទូរស័ព្ទមកនាយកប្រតិបត្តិបានចាប់យកទូរស័ព្ទដោយកំហឹងដើម្បីកុំឲ្យគាត់យល់ច្រឡំក្មេងស្រីនោះបានលើកទូរស័ព្ទហើយនិយាយទៅកាន់បុរសនោះដោយផ្ទាល់ជំនួយការខ្ញុំលែងមានអ្វីពាក់ព័ន្ធនឹងអ្នកទៀតហើយខ្ញុំនឹងរៀបការជាមួយឆៃយ៉ែនឈិនឆាប់នេះកុំរំខានខ្ញុំទៀតយ៉ាងណាមិញបុរសនោះគិតថាគាត់កំពុងធ្វើបែបនេះតើដោយសារតែនាងខ្លាចធ្វើបាបមនុស្សល្ងងឬសូម្បីតែដូច្នេះគាត់នៅតែមិនអាចលែងគាត់បានមានមិនថាអ្នកប្រាកដសិការបស់ខ្ញុំយ៉ាងណាទេខ្ញុំស្រឡាញ់អ្នកប៉ុណ្ណាដោយឃើញប្រធានាធិបតីដ៏មានអំណាចនិងមានឥទ្ធិពលគាត់ស្រឡាញ់ខ្លួនឯងដោយរៀបសារណាស់ការជិះចាប់ក្នុងចិត្តរបស់ស្ត្រីនោះគឺមិនអាចទ្រាំទ្របានឡើយគិតអំពីរបៀបដែលខ្ញុំបានព្យាយាមអស់សង្ឃឹមដើម្បីគេចចេញពីគាត់ក្នុងជីវិតយ៉ាងណាមិញនាងបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់មនុស្សអាក្រក់ម្នាក់ហើយស្លាប់យ៉ាងសោកសៅល្ងងម្លេះនារីដែលខ្ញុំស្រឡាញ់ទីបំផុតបានត្រឡប់មករកខ្ញុំវិញហើយប្រធានាធិបតីខ្ញុំសូមជូនពរឲ្យខ្ញុំអាចផ្ដល់ឲ្យគាត់នៅអ្វីគ្រប់យ៉ាងដ៏ល្អបំផុតនៅក្នុងលោកគ្រាន់តែអាហារពេលព្រឹកពួកគេបានរៀបចំមុខម្ហូបចំនួន88មុខផ្សេងគ្នាសម្រាប់គាត់ជ្រើសរើសសូម្បីតែប្អូនប្រុសរបស់គាត់ផ្ទាល់ក៏មិនអាចទុកចិត្តមិនឲ្យត្អូញត្អែបានដែរហើយអ្វីបានជាការញ៉ាំអាហារពេលព្រឹកជាដំណើរការស្មុគស្មាញសម្រាប់មនុស្សគ្រប់គ្នាហើយការច្រៀងក្មេងស្រីនោះដឹងថាសៀវមានក្រពះងារប្រតិកម្មដូច្នេះមានតែម្ហូបសាមញ្ញបំផុតប៉ុណ្ណោះដែលនៅសល់គាត់យឺតពេលណាស់ក្រោយមកក្មេងស្រីនោះបានបង្ហាញពីបំណងប្រាថ្នាចង់ត្រឡប់ទៅសាលារៀនវិញដើម្បីបញ្ចប់ការសិក្សារបស់នាងប្រធានាធិបតីបានភ្ញាក់ផ្អើលភ្លាមនាងជឿថាសេចក្តីសប្បុរសរបស់គាត់ចំពោះនាងគ្រាន់តែជាលេសសម្រាប់រត់គេចខ្លួនម្ដងទៀតប៉ុណ្ណោះក្មេងស្រីនោះក៏បានកត់សម្គាល់ឃើញពីកង្វល់របស់គាត់ដែរគាត់បានធានានាងដោយស្មោះអស់ពីចិត្តថាគាត់នឹងមិនរត់គេចឡើយស្ទាក់ស្ទើរបន្ទាប់ពី3ប្រធានាធិបតីបានសម្រេចចិត្តទុកចិត្តគាត់ម្ដងនេះប៉ុន្តែគាត់នៅតែមានការព្រួយបារម្ភដូច្នេះពួកគេបានដាក់ឧបករណ៍តាមដាន EPS នៅលើដៃរបស់ក្មេងស្រីនោះហើយវាមានន័យថាអ្នកកំពុងរត់គេចខ្លួនខ្ញុំនឹងចាក់សោអ្នកនៅក្នុងផ្ទះជារៀងរហូតក្មេងស្រីនោះត្រូវបានជនខិលខូចអូសចូលទៅក្នុងថ្នាក់រៀនភ្លាមនៅពេលដែលនាងមកដល់សាលារៀនហើយប្អូនប្រុសនោះបានឃើញហេតុការណ៍នេះដោយចៃដន្យសូមជម្រាបជូនលោកប្រធានជាបន្ទាន់ម្ខាងទៀតបុរសកំណាចបានឃើញស្ត្រីនោះកំពុងទប់ទល់ខ្ញុំគិតថាគាត់លែងពិបាកទទួលបានណាស់ច្បាស់លាស់តើវាមិនគ្រាន់តែជាការដែលពួកគេចង់ឲ្យខ្ញុំចាត់វិធានការទេក្មេងស្រីនោះបានតស៊ូវិញទីបំផុតបានរត់គេចខ្លួនយ៉ាងណាមិញដោយសារតែភាពខុសគ្នានៃកម្លាំងនាងត្រូវបានជនខិលខូចចាប់បានយ៉ាងលឿនម្ដងទៀតគ្រាន់តែពេលដែលក្មេងស្រីនោះអស់សង្ឃឹម